hero របស់យើង Michael យើងយកទៅលេងដល់ quest បន្តទៀតទេតោះឥឡូវពងសេរីឡានមួយសិនចាំមើលខ្ញុំសេរីឡានមួយតែមានឡានណាដែលទំនងដែរទេអូខេខ្ញុំចូលចិត្តឡាននេះមែនតើវាស្អាតហ្នឹងហើយវាស្អាតហើយ speed របស់វាក៏អេមដែរបាទអូខេឥឡូវយើងទៅកន្លែងផ្ទះរបស់ Michael តែម្ដងព្រោះគេដាក់សញ្ញាមកយើងគួរទៅនឹងតោះយើងមើល map សិននេះបាទផ្ទះ Michael តោះយើងបើកឡានទៅអូបាទគេសរសើរមែនតើបាទគាត់ក៏លេចឃើញឡានយើងគឺខ្ញុំជិះទៅអញ្ចឹងគេនេះតែម្ដងបាទគេសើតែមកថាឡានយើងលយអញ្ចឹងតែមានទេបាទចុចយកចាំបាច់ញ៉ៃញ៉ៃអាយ៉ាជុំលយដែរតែមើលតិចមើលគួរជាពណ៌សនោះតំណងជាងគ្នាយើងតោះអេចុំអូហូតទៅណាចឹងទៅណាហើយទៅមិនរួចទេទៅមិនរួចទេមកចុះមកខ្ជិលនិយាយច្រើនណាចុះឆាប់ខ្ញុំត្រូវការខ្ចីឡានប្រវាយជីឡានប្រូទំនងដល់ឡាឃើញឲ្យហេវហ្មងយីមែនអូខេដាក់បទចម្រៀងតិចទៅហើយមួយទៀតគ្នាយើងដែលសួរថាម៉ាស៊ីនដែលខ្ញុំកំពុងលេងនេះតម្លៃមិនម៉ានស្ពេចអីខ្ញុំនឹងធ្វើការ review នៅវីដេអូបន្ទាប់ទៀតនៅក្នុង channel TikTok account TikTok របស់ខ្ញុំហ្នឹងនេះយើងចាំមើលទៅខ្ញុំនឹងប្រាប់ពី spec ក៏ដូចជារូបរាងយ៉ាងម៉េចខ្ញុំនឹងថតជូនគ្នាយើងមើលណាអូខេហើយខ្ញុំក៏មានការ build PC ដែរមានទទួល build PC ចាប់ពីតម្លៃ150ឡើងទៅបាទ150ដុល្លារឡើងយើងអាច build លេងបានហើយគ្នាយើងប៉ុន្តែវាមិនមែនជាប្រភេទ high performance ទេបាទវានៅលក្ខណៈថា low performance ទេនឹងសម្រាប់តម្លៃ150ហ្នឹងបើគ្នាយើងចង់យកតម្លៃល្មមគួរសមយើងយកទៅលេងឃើញ graphic ឃើញអីច្បាស់អាហ្នឹងយើងមើលតម្លៃយើង medium អីទៅបាទចន្លោះ200ជាងទៅ300ជាងអីហ្នឹងអាហ្នឹងគឺលេងបានហើយអានេះនៅខាងខ្ញុំឯណាហើយខាងបងគាត់ build ផ្សេងខ្ញុំអត់ដឹងទេគ្នាយើងអាចឆាតសួរគាត់ទៅថាគាត់មាន build តម្លៃម៉ានយកលេងកម្រិតណាអញ្ចឹងទៅ